មានមនុស្សមួយចំនួនហ្នឹងតែងតែនិយាយថាចាអ្នកដែលយកការស្បត់មកដោះស្រាយបញ្ហាគឺជាមនុស្សដែលអសមត្ថភាពប៉ុន្តែពេលខ្លះការស្បត់ហ្នឹងមិនមែនចេះតែស្បត់ឲ្យទៅរួចពីមាត់មកពេលទេពួកអីពេលដែលខ្លះយើងគិតងាយហ្នឹងប៉ុន្តែវត្ថុស័ក្តិសិទ្ធិពិតជាមានមែនតែទាំងអស់គ្នាធ្លាប់ឮចាស់គាត់និយាយអត់គាត់និយាយថាម្នាក់ហ្នឹងចាញ់ពាក្យសម្បត្តិតែក៏ដូចជារឿងនៅក្នុងអត្រីនេះដែរដោយសារតែការលោភលន់មកពេលហ្នឹងធ្វើឲ្យបងស្រីម្នាក់ហ្នឹងស្បត់ទាំងបំពេញធ្វើឲ្យគាត់ហ្នឹងស្លាប់តែងហោងដោយរឿងហ្នឹងគឺជាការចែករំលែករបស់បងកំសាន្តហ្នឹងគាត់គឺជាអ្នកខេត្តស្ទឹងត្រែងរឿងហ្នឹងកើតហេតុនៅក្នុងឆ្នាំ2019ដោយអ្នកភូមិរបស់គាត់តែម្ដងបងកំសាន្តក៏បញ្ជាក់ថាចាក្នុងភូមិគាត់ហ្នឹងមានបងប្អូនស្រី2នាក់ហ្នឹងគឺស្រឡាញ់គ្នាមែនទែនដោយបងប្អូនស្រីហ្នឹងពួកគាត់ហ្នឹងក៏រៀបអាពាហ៍ពិពាហ៍រៀងខ្លួនមានគ្រួសាររៀងខ្លួនហើយប៉ុន្តែបងស្រីរបស់គាត់ហ្នឹងគឺជាមនុស្សដែលចរិតល្អបងស្រីរបស់គាត់ហ្នឹងគឺបកកាយរស់ស៊ីខ្លាំងមែនទែនគាត់លក់ចាប់ហួយផងអីផងហើយប្អូនស្រីហ្នឹងគឺជាមនុស្សដែលចូលចិត្តលេងល្បែងពាលីអាវ៉ាសាយអញ្ចឹងហើយប្អូនស្រីហ្នឹងតែងតែមកលេងផ្ទះបងស្រីគាត់រហូតតើតែញ៉ាំបាយញ៉ាំទឹកអីហើយអញ្ចឹងបានប្អូនស្រីរបស់គាត់ហ្នឹងទៅផ្ទះដល់ពេលថ្ងៃមួយហ្នឹងបងស្រីដែលលក់ចាប់ហួយហ្នឹងគាត់ក៏ទៅហែជំនួនអ្នកចិត្តខាងแล้วគាត់ពាក់អវ៉ាន់ពាក់អីចឹងធម្មតាទាំងយើងទៅគេទៅហែជំនួនម្ដងពាក់អវ៉ាន់ពាក់អីចឹងទៅដល់ពេលត្រឡប់មកផ្ទះវិញហ្នឹងដោយសារតែគាត់រវល់ពេលចឹងគាត់ក៏ដោះខ្សែកហើយនឹងស្ដៃរបស់គាត់ហ្នឹងយកដាក់នៅក្នុងខ្នើយក្នុងស្រោមខ្នើយដេកគាត់ប្រញាប់គាត់ហើយគាត់ក៏លក់ដូរអីរបស់គាត់ធម្មតាទៅហើយថ្ងៃហ្នឹងប្អូនស្រីគាត់ក៏មកលេងហើយប្អូនស្រីគាត់ក៏ចូលទៅដេកក្នុងបន្ទប់អីចឹងទៅហើយគាត់ក៏មិនសូវបានទៅលេងដល់ជាមួយប្អូនស្រីគាត់ដែរដោយសារគាត់លក់ចាប់ហួយចឹងគាត់រវល់ហត់ទៅហត់មកគេមកទិញរហូតដល់ពេលហើយក៏ញ៉ាំបាយល្ងាចរួចអស់ចឹងទៅប្អូនគាត់ក៏លាទៅផ្ទះទៅហើយយកព្រៀបកេកហ្នឹងបងស្រីដែលលក់ចាប់ហួយហ្នឹងគាត់រហនឹកថាអញ្ចឹងគាត់មកពីហែចំនួនគេហ្នឹងគាត់អត់ដឹងថាគាត់យកសាច់កទៅទុកនៅណាទេដល់ពេលអញ្ចឹងគាត់ក៏ទៅបាក់ទូមើលហើយគាត់ក៏អត់ឃើញគាត់ទៅបាក់ទូសំអាងទៀតក៏អត់ឃើញគាត់អង្គុយរនឹកមកសវក់ធំបានគាត់នឹកឃើញថាគាត់ហ្នឹងបានដោះសាច់កនិងស្ដៃរបស់គាត់ហ្នឹងដាក់នៅក្នុងស្រោមខ្នើយនៅក្នុងបន្ទប់គាត់ហើយដល់ពេលអញ្ចឹងគាត់គិតថាចាំងគ្មានណាគេយកទេមានតែប្អូនស្រីរបស់គាត់ហ្នឹងហើយព្រោះអីបន្ទប់ហ្នឹងមានតែប្អូនស្រីគាត់ទេចូលទៅកេកលេងពេលថ្ងៃត្រង់ជារៀងរាល់ថ្ងៃហ្នឹងហើយថ្ងៃមិញហ្នឹងក៏ប្អូនគាត់ទៅកេកដែរពេលអញ្ចឹងគាត់ក៏មិនអស់ចិត្តទេគាត់ក៏ឲ្យប្តីគាត់ហ្នឹងដប់ទៅផ្ទះប្អូនស្រីគាត់ហ្នឹងទៅយប់ដល់ពេលដប់ទៅដល់ហ្នឹងប្អូនស្រីគាត់ប្រកែកងាងហ្មងគឺថាអត់យកទេមុនដំបូងនិយាយស្រួលទេប្រកែកទៅមកពីបងប្អូនធម្មតាដល់ពេលយូរទៅគាត់តឹងតសៃកព្រោះអីបងស្រីគាត់ហ្នឹងបើគាត់ហ្នឹងបញ្ជាក់ប្រាប់ថាចេះនៅក្នុងបន្ទប់គាត់ហ្នឹងអត់មានណាគេចិញ្ចោទេមានតែប្អូនរបស់គាត់ហ្នឹងហើយអញ្ចឹងមានតែប្អូនរបស់គាត់យកហើយអញ្ចឹងបើសិនជាយកឲ្យមកគាត់វិញមកហើយប្អូនគាត់អត់ទេបកែកឡើងញ៉ាបកែកទៅបកែកមកហ្នឹងតឹងតសៃកដាក់គ្នារៀងខ្លួនក៏សម្រាប់ចិត្តហ្នឹងនាំគ្នាទៅស្បត់បងកំសាន្តគាត់ថានៅក្នុងភូមិគាត់ហ្នឹងមានខ្ទមអ្នកតាមួយសាក់សិតតែគេតែងតែទៅបន់ស្រន់ទៅស្បត់ស្បាយអីនៅហ្នឹងហើយហើយពីអ្នកបងប្អូនហ្នឹងក៏នាំគ្នាទៅស្បត់ទាំងយប់ដល់ពេលទៅស្បត់ហ្នឹងបងកំសាន្តក៏ថានៅក្នុងការស្បត់ហ្នឹងប្រាប់ថាបើសិនជាអ្នកណាដែលយកមាសហ្នឹងហើយថាអត់យកទេហ្នឹងស្លាប់តៃហោងហើយបន្ទាប់ពីស្បត់ហ្នឹងមកខាងបងហ្នឹងក៏អត់ទៅរកប្អូនខាងប្អូនហ្នឹងក៏អត់ទៅរកបងនិយាយរួមទៅពីគ្រួសារហ្នឹងមើលមុខគ្នាអត់ចំទេអត់ទៅរកគ្នារៀងខ្លួនដល់ពេលរំលងមកបានប្រហែលជា2អាទិត្យឯហ្នឹងឡើងអ្នកភូមិហ្នឹងគេស្ងាត់គេឈប់សួរនាំរឿងពួកគាត់ហ្នឹងណាឡើងអ្នកភូមិហ្នឹងគេភ្លេចអស់ហើយគេភ្លេចរឿងពួកគាត់ស្បត់ស្បាយហ្នឹងហើយអស់ហើយក៏បងកំសាន្តថាចេះក៏ឮព័ត៌មានមកថាចេះប្អូនស្រីដែលទៅស្បត់ថ្ងៃមុនរឿងមាសហ្នឹងបានលេបថ្នាំស្លាប់ខ្លួនឡើងសាកសពវិញស្មាតោឡើងហើមស្ពុលហ្មងឡើងអាលួយហ្មងហើយគាត់ស្លាប់ហ្នឹងគាត់ស្លាប់នៅផ្ទះចំការគាត់គាត់អត់មានស្លាប់នៅផ្ទះគាត់ទេប្តីអីហ្នឹងគ្រូអត់ឃើញទេមិនដឹងថាគាត់ថៃបងគាត់ទៅខូចចិត្តអស់ណាក់លេបស្នាមក្លាត់ខ្លួនអ្នកភូមិខ្លះចឹងគេនិយាយថាចេមកពីគាត់ហ្នឹងចាញ់ពាក្យសម្បត្តិមិនតែអ្នកភូមិខ្លះទៀតនិយាយថាចេមកពីបងស្រីម្នាក់ហ្នឹងគាត់ចូលចិត្តលេងល្បែងអញ្ចឹងគាត់ជពាក់បំណុលល្បែងគេច្រើនមិនគាត់ហ្នឹងលេបថ្នាំស្លាប់ខ្លួនដល់ពេលអញ្ចឹងទៅក៏នាំគ្នាយកសាកសពបងស្រីហ្នឹងមកធ្វើបន់មកធ្វើអីតាមប្រពៃណីអញ្ចឹងណា
ប៉ុន្តែបងកំសាន្តគាត់ថាចេះតាំងពីបងស្រីនឹងស្លាប់មកអ្នកភូមិតែងតែនិយាយតគ្នាថាចេះបងស្រីនឹងលោងសាហាវដែលសារតែស្លាប់តៃហោងដល់ពេលអញ្ចឹងបងកំសាន្តថាអាឡែងខ្ទមចាំចំការរបស់គាត់ហ្នឹងមានស្មៅច្រើនមែនតើហើយមានដើមឈើធំហ្នឹងគេតែងតែចូលចិត្តយកទៅគោហ្នឹងទៅខ្វៀលហ្នឹងហើយបងកំសាន្តហ្នឹងក៏គាត់កាលហ្នឹងគាត់ទៅខ្វៀលគោទៅហ្នឹងដែរគាត់អត់ទាន់ឡើងមករៀននៅពេញទេតែបងកំសាន្តគាត់និយាយថាគាត់នឹងអត់ដែលបានឃើញទេប៉ុន្តែគាត់នឹងខ្លាចអញ្ចឹងគាត់ល្អគាត់អត់ដែលហ៊ានទៅខ្វៀលកូននៅហ្នឹងទេតែប្អូនគាត់ហើយនឹងពុករបស់គាត់ទេទៅដល់ពេលថ្ងៃមួយហ្នឹងប្អូនគាត់ហ្នឹងមិនដឹងនៅកើតទុកមិនសុខចិត្តអីទេក៏ហៅបងកំសាន្តហ្នឹងទៅដែរហើយបងកំសាន្តហ្នឹងថាចេះបើអត់ជូនប្អូនទៅទេថ្ងៃក្រោយប្អូនហ្នឹងឲ្យគាត់ទៅម្នាក់ឯងហើយដល់ពេលអញ្ចឹងគាត់ក៏ជូនទៅហើយគាត់ជូនទៅហ្នឹងទាំងអារម្មណ៍នៅភ័យខ្លាចណាមែនដោយការគិតរបស់បងកំសាន្តមែនពេលទៅដល់ហ្នឹងកំពុងខ្វៀលគោអីហើយអស់ហ្នឹងដល់ពេលរៀងថ្ងៃអស់ស្ដងគាត់ទៅមកប្រហែលជា6ល្ងាចហ្នឹងណាបងកំសាន្តគាត់ក៏ដើរមកតាមផ្លូវមួយប្អូនគាត់ហ្នឹងដឹកគោបដើរមកហ្នឹងដឹកគោមកទៅស្រាប់តែដល់ពេលកំពុងដឹកគោមកហ្នឹងណាបងកំសាន្តគាត់ឃើញហ្មងគាត់ធំក្លិនស្អុយឡើងភាយដល់ពេលធំក្លិនស្អុយឡើងភាយហើយគាត់ក៏ស្រឡឹងមកកន្លែងចិត្តខ្ទមចាំចការគាត់ហ្នឹងគឺគាត់ឃើញបងស្រីដែលជាប្អូនដែលស្លាប់ខ្លួនហ្នឹងឃើញបងស្រីហ្នឹងខ្លួនគាត់ឡើងហើមហ្មងហើមហើយឡើងខ្មៅបងឡើងអាលេះលួយទៅកើចេញពីមុខមកឈរស្រឡឹងបងកំសាន្តហ្មងតែគ្រាន់ថាគាត់អត់ធ្វើអីណាគ្រាន់តែឈរស្រឡឹងមកឲ្យឃើញស្រស់ៗហ្មងបងកំសាន្តភ័យរត់ចោលប្អូនដល់ពេលរត់ទៅឆ្ងាយណាដល់ប្អូនគាត់ហ្នឹងសួរថាចឹងបងឯងឃើញអីមែនបានមកឯងរត់ចោលខ្ញុំចឹងបងកំសាន្តគាត់ថាចេះគាត់អត់ឃើញអីទេគាត់គ្រាន់តែខ្លាចទេគាត់គ្រាន់តែល្អគាត់ឲ្យហ៊ានប្រាប់ប្អូនគាត់ថាគាត់ឃើញអីទេដោយសារអីគាត់ខ្លាចពេលដែលគាត់ប្រាប់ប្អូនគាត់ទៅប្អូនគាត់ឈប់ហ៊ានទៅខ្វៀលកូននៅហ្នឹងអញ្ចឹងទុកឲ្យគាត់ទៅខ្វៀលកូនគាត់ហ៊ានទៅទេព្រោះហើយគាត់នឹងមកដល់ផ្ទះភ្លាមហ្នឹងណាគាត់ក៏ប្រាប់ម៉ាក់ប៉ាគាត់ពីហេតុការណ៍ហ្នឹងម៉ាក់ប៉ារបស់គាត់ហ្នឹងក៏យកគាត់ហ្នឹងទៅស្រោចទឹកនៅវត្តរួចហើយមកដល់ផ្ទះហ្នឹងម៉ាក់ប៉ាគាត់ហ្នឹងក៏ស្រោចទឹកបងកំសាន្តមកតង់ទៀតបងកំសាន្តគាត់ឃើញហើយឡើងកើតឈឺហើយបងកំសាន្តគាត់ថាចេះបងស្រីហ្នឹងនៅតែបន្តលងដាក់ភូមិរហូតតែលងខ្លាំងជាងគេគឺលងបងស្រីរបស់គាត់ដែលជាម្ចាស់មាសហ្នឹងហ្មងថ្ងៃមួយហ្នឹងបងស្រីរបស់គាត់ហ្នឹងទៅទិញម្ហូបមួយប្តីដល់ពេលទៅមកវិញហ្នឹងក៏ប្រាប់ប្តីហ្នឹងថាចេះឲ្យប្រញាប់ចូលមកក្នុងផ្ទះមកចូលក្នុងលបងមកយកម៉ូតូយកអីចូលក្នុងលបងមកគាត់ថាគាត់ឃើញសមោលអត់សូវស្រួលអញ្ចឹងគាត់ឃើញសមោលមនុស្សរត់កាត់គាត់ព្រាវអញ្ចឹងណាហើយបាត់ឈឹងដល់ពេលអញ្ចឹងប្តីគាត់ហ្នឹងក៏ទៅបិទទ្វារលបងដល់ពេលពេលដែលប្តីគាត់ទៅបិទទ្វារលបងហ្នឹងគឺបងស្រីរបស់គាត់ហ្នឹងឃើញខ្មោចប្អូនហ្នឹងដូចបងកំសាន្តអញ្ចឹងគឺឃើញខ្លួនហើមស្ទល់ហើយឡើងឲ្យលួយវល់ទៅកើពេញមុខហើយប៉ុន្តែគាត់ឃើញសាហាវជាងបងកំសាន្តដល់អីដោយបងស្រីហ្នឹងនិយាយថាចេះបងតោះយើងទៅស្បត់អីយើងទៅស្បត់ឲ្យស្លាប់តៃហោងមួយគ្នាហើយនិយាយសលេងឡើងក៏លួចហ្មងបងគាត់ស្រែកយកឲ្យស្ពះសុំថាចេះកុំមកលោកបងអីកុំមកលោកបងអីស្ពះចឹងណាស្ពះផងយំផងដល់ពេលឲ្យប្តីរបស់បងស្រីគាត់ហ្នឹងក៏មកកាន់ដៃហ្នឹងប្តីរបស់បងស្រីម្ចាស់មាសហ្នឹងមកកាន់ដៃប្រពន្ធថាធ្វើអីអូនធ្វើអីមើលអូនពេលឲ្យបងស្រីហ្នឹងក៏អត់និយាយដែរគាត់ចូលទៅក្នុងផ្ទះហ្នឹងក៏គាត់ដុតធូបដុតអីនិយាយទៅថាកុំឲ្យនៅប្រឡងប្រឡាចគេអីចឹងចាំគាត់ធ្វើបន់ឲ្យរួចហើយអាមាសដែលលួចហ្នឹងគឺគាត់កម្មាតោសឲ្យចឹងណាកុំឲ្យមានកម្មមានពៀវេលាជាមួយគ្នាទៀតចឹងគាត់ឲ្យហោសកម្មឲ្យដល់ពេលបងស្រីគាត់និយាយចឹងទៅបងកំសាន្តគាត់ថាខ្មោចហ្នឹងដូចរបៀបថាបាត់សូវលងអត់សូវលងដូចមុនទេហើយរឿងហ្នឹងក៏សន្មតថាចាប់ត្រឹមប៉ុណ្ណឹងបាយបាយ